នេះទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគឺត្រូវបានបដូរទីតាំងឲ្យអ្នកទាំងអស់គ្នាវីដេអូនេះគឺចង់ណែនាំអំពីទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ជំរឿនទី1អតិថិជនទាំងអស់អាចចូលម៉ូតូបាននៅចំណត A ដែលស្ថិតនៅខាងមុខផ្នែកខាងស្ដាំនៃផ្សារទំនើប Beyond Mall Sun City ហើយអតិថិជនអាចចូលផ្សារទំនើប Beyond Mall Sun City តាមច្រកទី2នៃចំណត A បានបន្ទាប់ពីមកដល់ក្នុងផ្សារទំនើប Beyond Mall Sun City ហើយអ្នកទាំងអស់គ្នាគ្រាន់តែបន្តដំណើរមកត្រង់បន្តិចហើយបត់ឆ្វេងបន្ទាប់មកអតិថិជនទាំងអស់គ្រាន់តែបន្តដំណើរឡើងទៅចរាយន្តទៅដល់ជាន់ទី2បន្ទាប់ពីដល់ជាន់ទី2ហើយអ្នកទាំងអស់គ្នាបើបត់ស្ដាំគឺអតិថិជនទាំងអស់នឹងបានទៅដល់ទីតាំងចាស់នៃទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអញ្ចឹងអតិថិជនទាំងអស់ក៏មកស្ដាំអតិថិជនទាំងអស់គ្រាន់តែបន្តដំណើរទៅត្រង់រហូតមកដល់កណ្ដាលផ្សារទំនើប Beyond Mall Sun City អតិថិជននឹងបានមកដល់ចរាយន្តមកកាន់ទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ទីតាំងថ្មីរបស់ទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគឺស្ថិតនៅជាន់ទី3នៅទល់មុខនឹងកន្លែងក្មេងលេង Kids Park សម្រាប់ជំរឿនទី2វិញអតិថិជនអាចចូលផ្សារទំនើប Beyond Mall Sun City បានតាមច្រក5នៃចំណត B បានហើយអតិថិជនគ្រាន់តែបន្តដំណើរឡើងទៅជាន់ទី1តាមរយៈចរាយន្តដែលមាននៅ Central Court នេះបានបន្ទាប់ពីឡើងមកដល់ជាន់ទី1ហើយអតិថិជនគ្រាន់តែបន្តដំណើរឡើងទៅជាន់ទី2តាមរយៈចរាយន្តដែលមាននៅខាងមុខកន្លែងផ្ដល់ព័ត៌មាននេះជាបន្តបានបន្ទាប់ពីមកដល់ជាន់ទី2ហើយអតិថិជនទាំងអស់អាចបន្តដំណើរមកត្រង់ហើយបត់ឆ្វេងបន្តិចគឺមកដល់ចរាយន្តឡើងទៅដល់ទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអញ្ចឹងសម្រាប់អតិថិជនទាំងអស់ដែលមានតម្រូវការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអាចមកទទួលយកសេវាកម្មរបស់ទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមាននៅខាងក្នុងផ្សារទំនើប Beyond Mall Sun City បាន